ពិតទៅកូនមិនមែនជាកូនបង្កើតរបស់ម៉ាក់និងប៉ាទេកូនគឺជាក្មេងដែលពួកយើងរើសបានពីតាមផ្លូវស្អែកបងទៅផ្សារទិញម្ហូបតើអូនចង់ញ៉ាំអីបងធ្វើឲ្យញ៉ាំធ្វើបង្គាទៅអញ្ចឹងស៊ូលឺបងប្រញាប់មកមើលនេះលឿនកូនអ្នកណាមកចោលនៅទីនេះអញចេះជាកូនង៉ែតើពួកយើងយកវាទៅប៉ុស្តិ៍ប៉ូលីសទៅអូខេក្មេងនេះមិនក៏យំមិនឈប់សោះអញ្ចឹងប្រហែលជាឃ្លានហើយមើលទៅប្រហែលជាឃ្លានមែនហើយយ៉ាងម៉េចដែរពួកយើងយកវាទៅផ្ទះសិនទៅចាំអូនឆុងទឹកដោះគោឲ្យវាមកបន្តិចសិនអូខេតោះទៅផ្ទះម៉ាក់និងប៉ាបានរើសកូនពីតាមផ្លូវយកមកចិញ្ចឹមពេលមីងសៀនឃើញកូនភ្លាមគេក៏ស្រឡាញ់កូនខ្លាំងណាស់ដែរគេចេះតែចង់ឲ្យពួកយើងទទួលស្គាល់កូនជាប្អូនស្រីរបស់គេម៉ាក់និងប៉ាក៏ស្រឡាញ់កូនខ្លាំងណាស់ដែរទើបសម្រេចចិត្តទុកកូនចិញ្ចឹមរហូតមកនេះគឺជាព្រហ្មលិខិតរបស់ពួកយើងចុះឥឡូវកូនគិតយ៉ាងម៉េចដែរតើកូនចង់ត្រឡប់ទៅនៅផ្ទះគេវិញទេមិនអីទេម៉ាក់គោរពការសម្រេចចិត្តរបស់កូនម៉ាក់ទោះជាខ្ញុំធំហើយក៏ដោយក៏ម៉ាក់នៅតែជាម៉ាក់បង្កើតរបស់ខ្ញុំដែរខ្ញុំមិនទៅចោលម៉ាក់ទេប៉ុន្តែពេលនេះខ្ញុំមានរឿងសំខាន់មួយត្រូវទៅដោះស្រាយប្រាប់បងមកមានរឿងអីបងជួយឯងបានទាំងអស់បងត្រូវជួយធ្វើរឿងដ៏សំខាន់មួយឲ្យខ្ញុំនិយាយមកពេលខ្ញុំមិននៅផ្ទះបងត្រូវតែមើលថែម៉ាក់ឲ្យបានល្អណាស់បើខ្ញុំត្រឡប់មកវិញឃើញម៉ាក់ស្គមខ្ញុំប្រកាសជាចាត់ការបងមិនខានបានតែរឿងប៉ុណ្ណឹងសោះឯងកុំបារម្ភអីបងធានាថាធ្វើបានល្អហ្មងម៉ាក់ខ្ញុំឃ្លានហើយជួយធ្វើអីឲ្យខ្ញុំញ៉ាំបន្តិចបានអត់ម៉ាក់ធ្វើឆ្អិនយូរហើយទុកឲ្យកូនឯងទាំងអស់ហ្នឹងលឿនទៅបងចាំម៉ាក់ទៅយកមកឲ្យណារឿងគម្រោងមុនដែលចេះតែពន្យាពេលហ្នឹងអរគុណដែលបានជួយណាមិនអីទេចាំមានឱកាសសហការគ្នាទៀតយីស៊ូសៀវមិនក៏ឯងនៅទីនេះដែរគឺឡុងសាវជាអ្នកហៅឯងមកមែនទេមិនតាក់ទងនឹងឯងទេសៀវយ៉ាងហោចណាស់យើងក៏ជាមិត្តរួមថ្នាក់ដែរមិនបាច់ធ្វើគម្រើសដាក់គ្នារហូតចឹងទេមែនទេនៃឯងសាកភ្លក់ស្រានេះមើលឆ្ងាញ់ណាស់ណាអូយសុំទោសផងជ្រុលដៃមើលតាមលក្ខខណ្ឌគ្រួសារឯងប្រហែលគ្មានលុយផឹកស្រាថ្លៃចឹងទេដឹងឬមួយក៏ឯងផឹកមិនទម្លាប់អាយេសុំទោសខ្ញុំក៏ជ្រុលដៃដែរស៊ូសៀវឯងឈួតទេអីសង្ឃឹមថាឯងផឹកទម្លាប់ទៅចុះគ្មានសិលធម៌សោះនឹងហើយកូនផ្ទះណាគេនឹងគ្មានការអប់រំសោះអំបញ្ញមិញពេលនាងធ្វើបាបខ្ញុំពួកលោកមិនខ្ជិលហាមាត់មួយម៉ាត់ឥឡូវបែរជាមកបន្ទោសខ្ញុំវិញនេះមែនទេអ្វីដែលពួកលោកហៅថាមានការអប់រំនោះស៊ូសៀវរឿងសប្បាយរបស់យើងនៅមានទៀតអ្នកទាំងអស់គ្នាអ្នកដែលអញ្ជើញមកទីនេះថ្ងៃនេះសុទ្ធតែជាបុគ្គលមានមុខមានមាត់ក្នុងទីក្រុងថ្ងៃនេះដែលអញ្ជើញអ្នកទាំងអស់គ្នាមកគឺដោយសារគ្រួសារតកូលឡុងយើងមានរឿងចង់ប្រកាសប្រាប់អ្នកទាំងអស់គ្នាកាលពី18ឆ្នាំមុនគ្រួសារតកូលឡុងយើងបានជួបរឿងធំមួយរឿងនេះអ្នកនៅទីនេះប្រហែលជាមានអ្នកដឹងខ្លះហើយព្រះនាងតូចបណ្ដូលចិត្តតកូលឡុងយើងបានបាត់ខ្លួនដោយសាររឿងនឹងឯងប៉ុន្តែថ្ងៃនេះអ្វីដែលខ្ញុំចង់ប្រកាសនោះគឺយើងរកនាងឃើញហើយខ្ញុំសូមណែនាំយ៉ាងអាឡារិកនៅទីនេះនេះគឺប្អូនស្រីពើរបស់គ្រួសារតកូលឡុងយើងសៀវហាក្មេងស្រីម្នាក់នេះមិនដែលឃើញសោះពីមុនមកមែនហើយមកសៀវស្វាគមន៍អ្នកទាំងអស់គ្នាបន្តិចទៅមិនអាចទេមិននឹងអាចទៅរួចស៊ូសៀវមិននឹងអាចជាព្រះនាងតូចតកូលឡុងទៅវិញចប់ហើយគ្រួសារយើងទៅថ្ងៃមុខច្បាស់ជាពិបាករស់មិនខាន
ភៀងហើយតើអីនឹកស្មានមិនដល់ទេដឹងថាមិត្តរួមថ្នាក់ដែលឯងតែងតែធ្វើបាបតាមពិតជាកូនស្រីត្រកូលឡុងយើងសោះឈិនយូសៀនគេហៅថាម៉េចនឹងហាអ្នកធ្វើអាក្រក់ច្បាស់ជាទទួលកម្មអាក្រក់ប្អូនស្រីខ្ញុំសៀវទោះបីជាពេលនេះនាងនៅរៀនមហាវិទ្យាល័យក៏ពិតមែនប៉ុន្តែចាប់ពីថ្ងៃនេះទៅភាគហ៊ុន 30% នៃក្រុមហ៊ុនឡុងគ្រប់ទាំងមូលនឹងធ្លាក់ជាកម្មសិទ្ធិរបស់សៀវ30%ច្រើនម្ល៉េះអស្ចារ្យមែនគេជាកូនបង្កើតនឹងណាពិតជាមិនយល់ពីពួកឯងសោះយកលុយទៅចែកឲ្យគេហើយនៅសប្បាយចិត្តទៀតខ្ញុំមិនខ្វល់ទេអ្វីក៏មិនអាចប្រៀបនឹងមនោសញ្ចេតនាគ្រួសារបានដែរមែនទេលោកពូមែនឡុងសាវនិយាយត្រូវចូលក្នុងត្រកូលឡុងបានដោយរលូនហើយបន្ទាប់មកទៀតត្រូវតែវឹកហាត់រាងកាយរបស់ស៊ូសៀវនេះឲ្យដូចជារាងកាយខ្ញុំពីមុនសិនប៉ុន្តែភារកិច្ចសំខាន់